ប្រែកាយទៅចូលរួមកម្មវិធី Neo 4 ឆ្នាំ Anniversary តពីវីដេអូមុនភាគ2អ្នកទាំងអស់គ្នាជួយ rate make up ហើយនឹង outfit ខ្ញុំថ្ងៃហ្នឹងឲ្យបានដែរដូចខ្ញុំនិយាយចឹងខ្ញុំមិនដឹងស្លៀកអីទេតតែខ្ញុំមករើកៅខ្ញុំឃើញថាខ្ញុំគួរតែស្លៀកអីបើខ្ញុំស្លៀកហ្នឹងព្រោះខ្ញុំដឹងថាមានកៅខ្លះរកខ្លះខ្ញុំទិញទុកយូរហើយតែខ្ញុំមិនទាន់បានស្លៀកទេព្រោះវាអត់ទាន់ដល់ឱកាសត្រូវស្លៀកខ្ញុំចូលចិត្តទិញទុកអ្នកទាំងអស់គ្នាពេលដល់ពេលខ្ញុំយកស្លៀកហ្មងខ្ញុំអត់ចូលចិត្តពេលដល់ពេលឲ្យត្រូវការដល់រត់ទិញទេវាអត់ត្រូវចិត្តយើងវាអត់ទាន់ចិត្តថ្ងៃហ្នឹងសូមបែប elegant lady in red and spicy looksខ្ញុំក៏រើឃើញរូបក្រហមនេះខ្ញុំមិនដែលបានស្លៀកទេទិញយូរហើយខ្ញុំក៏បដូរពណ៌មាត់ក្រែមខ្ញុំទៅតាមនឹងដែរទៅហើយពាក់ហមភ្នែកថែមបន្តិចដូចខ្ញុំប្រាប់ពីវីដេអូមុនអូខេ now ready to go ហើយយើងក៏ថតរូបលេងជាមួយនឹងគូស្នេហ៍ប៉ុន្តែមានជនទី3មិនជ្រែកអ្នកទាំងអស់គ្នាសូម្បីតែថតរូបក៏មិនឲ្យខ្ញុំបានសុខដែរនិយាយលេងអ្នកទាំងអស់គ្នាបើតែនិយាយការពិតគិតមើលខ្លួនឯងនេះខ្ញុំ selfie លេងស្រីៗនេះអូក៏ចូលមកក៏ថតឃើញគាត់ផងចឹងថើបមួយមកគាត់ចំណែនហើយនេះប្រុសក្មេងហាក់គេមានទៅណាទេគេក៏មកដែរ sweet ទៀតហើយមានអ្នកចំណែនទៀតឡើយនេះខាងបច្ចេកទេសអ្នកកាត់តអ្នកកាមេរ៉ាស្អីហាគាត់បាញ់ខ្ញុំថាខ្ញុំយកដៃតុបទ្រូងទៅអីមានអីតុបផងប៊ូលូខ្ញុំសាហាវអ្នកទាំងអស់គ្នាតែសំណាងយើងនេះ energy ខ្លាំងស្គាល់ខ្លួនឯងច្បាស់ហើយនេះម៉ាក្តាន់ហើយក៏ចិត្តមានកូនក្តាន់មែនហើយគេដល់វគ្គហមអ្នកទាំងអស់គ្នាចឹងខ្ញុំទៅដូរ outfit មួយទៀតសម្រាប់រាំលេងព្រោះខ្ញុំអាចពាក់រូបក្រហមនឹងរាំបានទេនេះជា outfit ទី3មិនដែរដូចរៀងខ្ជុតខ្ជួតែអានេះក៏ដែរបានស្លៀកដែរហើយសិតតែទិញតុកទាំងអស់មានអីចាប់ប៉ះណាស្លៀកអាហ្នឹងអាចដែរតា feeling cute ប៉ុន្តែអ្នកទាំងអស់គ្នាខ្ញុំភ្លេចថាខ្ញុំអត់ទាន់បានលាបលេខក្លៀកទេចង់ខ្ញុំត្រូវតែលាបដើម្បីបង្កើនភាពជឿជាក់លេខក្លៀក BY Armpit Cream ជួយស្បែកក្លៀកសភ្លឺថ្លាម៉ត់បំបត្តិដុំពោកទួលបំបត្តិក្លិនសាក្លិនជូរទប់ញើសបានល្អមែនទែនខ្ញុំប្រើទៅអស់មួយខ្លងឲ្យឃើញផលពិតឥឡូវចូលខ្លងថ្មីតែប៉ុណ្ណេះយើងជឿជាក់អីតោះទៅទៀតបានខនតែចេញទៅភ្លាមឲ្យ Neo ហៅឡើងឆាកនិយាយបដ ாய் ម្ដងថ្ងៃ anniversary នេះខ្ញុំចូល Neo Film បាន2ឆ្នាំមួយខែអ្នកទាំងអស់គ្នាអត់មានអីនិយាយច្រើនទេសប្បាយចិត្តមោទនភាពចំពោះក្រុមមោទនភាពចំពោះមេដែលគាត់ប្រកែតស៊ូបានម្ដងថ្ងៃហ្នឹងខ្ញុំជឿថាអ្នកដែលតស៊ូបានម្ដងថ្ងៃនេះគឺសិតតែអ្នកប្រកែនៅក្នុង team ហ្នឹងបូករួមទាំងខ្ញុំខ្លួនឯងផងដែរមានចំណុចខ្វះខាតអីពីគ្នាហ៊ានប្រាប់ហ៊ានទទួលយកហ៊ានកែប្រែហ៊ានបត់បែនហ៊ានសម្របខ្លួនទើបយើងនៅជាមួយគ្នាចូលបានយូរវាអត់មានអី perfect ទេសម្រាប់ទាំងសង្គមការងារស្នេហាឬក៏គ្រួសារតែតែមានការប៉ះទង្គិចដូចចានក្នុងរាវគេចំណាំនិយាយអ្នកទាំងអស់គ្នាប៉ុន្តែគ្រប់យ៉ាងត្រូវការនិយាយការពិភាក្សាទើបមានការយល់ចិត្តគ្នាពេលដែលមានការយល់ចិត្តគ្នាគ្រប់យ៉ាងនឹងល្អរលូនហើយយើងកាន់តែមានភាពស្និទ្ធស្នាលនិងស្រឡាញ់ធីមខ្លាំងជាងមុនហើយការងារយើងក៏រឹងមាំឡើងទៅតាមនឹងដែរកន្លងមកឆ្លងកាត់ព្យុះភ្លៀងច្រើនមានបញ្ហាខ្លះមកពីការមិនទាន់យល់ចិត្តគ្នាតែរឿងមិនល្អពីមុនយើងក៏មិនបាច់គិតទៀតទេសំខាន់បច្ចុប្បន្នយើងត្រូវតែប្រឹងប្រែងគប់ដៃគ្នាទៅមុខបន្តទៀតឲ្យ Neo Film កាន់តែខ្លាំងតែជាក់ស្ដែងពង្រឹងសមត្ថភាពខ្លួនឯងក្នុងពេលតែមួយនឹងដែរនឹងវាមិនងាយអ្នកទាំងអស់គ្នាដែលក្តីសម័យយើងចង់ធ្វើអីកាលពីក្មេងហើយធំឡើងយើងបានធ្វើនឹងវាជារឿងដែលជោគជ័យមួយអ្នកខ្លះគ្នាមានក្តីសម័យចង់ធ្វើនេះប៉ុន្តែធំឡើងគ្នាតែធ្វើនោះបើនិយាយពីរឿងជោគជ័យខ្ញុំគិតថាខ្ញុំជោគជ័យច្រើនណាស់អ្នកទាំងអស់គ្នាជោគជ័យទៅលើការសម្រេចម្ដងខ្លួនឯងថាខ្ញុំចង់ធ្វើអីគឺខ្ញុំទៅធ្វើនឹងឲ្យខ្លួនឯងបានខ្ញុំចង់ចេះអីគឺខ្ញុំទៅរៀននឹងឲ្យខ្លួនឯងចេះបានហើយចិត្តតារៀងធំដែរហើយក៏ជោគជ័យទាំងបានបង្កើតកូនមនុស្សមួយទៀតនេះខ្ញុំមោទនភាពជាមួយខ្លួនឯងដែរដែលខ្ញុំបានដើរមកដល់ចំណុចនេះកន្លែងហ្នឹងចង់មានន័យទៅលើជីវិតផ្ទាល់ខ្លួនខ្ញុំគិតថយក្រោយទៅគឺខ្ញុំរឹងមាំហើយដែលខ្ញុំដើរមកដល់ពេលនេះហើយភាពទុកសោកភាពឈឺចាប់ទាំងអស់ហ្នឹងហើយដែលជាគ្រូបរិញ្ញានៅក្នុងជីវិតយើងធ្វើឲ្យយើងក្រោកឡើងមកវិញឲ្យយើងមានឆន្ទៈកាន់តែខ្លាំងហើយស្គាល់ខ្លួនឯងកាន់តែច្បាស់មើលអាល្អិតកូនរបស់រចនានេះថាខ្នាញ់អើយខ្នាញ់ខ្ញុំចង់តាមខ្ញុំខ្នាញ់គ្នាក្រក់ណាស់ទាំងអស់គ្នាខ្ញុំខ្នាញ់តែកូនខ្ញុំហ្នឹងរីកខ្ញុំកញិចតាំងពីកើតមករហូតដល់ឥឡូវឡើងស្វមមកវាយវាគ្មានឈឺទេវាយកប៉ែកូនកូនគឺខ្នាញ់ហ្នឹងមិនវាយហឹងសាណាតិចថាវាយអត់ឈឺហ្នឹងតិចថាវាយកូននេះទៅបានវាយចាម៉ាក់ខ្ញុំគាត់ខ្វៀលមើលតែចៅគាត់ហ្នឹងឯងហើយនេះម៉ាក់សាឡើងក្មេងហើយឡើងខ្ចីញ៉ៃហ្មងម៉ាក់ម៉ាំងខ្ញុំនិយាយមិញថាខ្ញុំជោគជ័យខ្ញុំមោទនភាពមួយខ្លួនឯងរឹងមាំម្ដងថ្ងៃនេះវាមិនមែនជាការមានអំណួតទៅលើខ្លួនឯងណាអ្នកទាំងអស់គ្នាវាជាការលើកទឹកចិត្តស្រឡាញ់ខ្លួនឯងប្រាប់ខ្លួនឯងថាយើងប្រកែយើងធ្វើបានយើងត្រូវចេះផ្ដល់កម្លាំងចិត្តឲ្យខ្លួនឯងជាចាំបាច់តែជាក់ស្ដែងគឺយើងធ្វើបានចឹងមែនយើងគិតអីល្អៗឲ្យខ្លួនឯងសរសើរខ្លួនឯងអរគុណខ្លួនឯងមុននឹងយើងបាក់ទឹកចិត្តយើងគិតថាខ្លួនឯងធ្វើអីអត់កើតបរាជ័យយើងគិតមើលមកថាកន្លងមកយើងជោគជ័យអីខ្លះយើងធ្វើបានអីខ្លះយើងរឹងមាំដល់ប៉ុណ្ណឹងហើយហេតុអីយើងត្រូវបាក់ទឹកចិត្តហេតុអីយើងគិតថាខ្លួនឯងអន់ជាចុងក្រោយម្ដងទៀតខ្ញុំអរគុណទៅដល់ Neo Film ដែលផ្ដល់ឱកាសឲ្យខ្ញុំបំពេញក្តីសម័យឲ្យខ្ញុំបានម្ដងថ្ងៃនេះអរគុណសាកធំគាត់មានចំណែកពាក់កណ្ដាលនៅក្នុងរឿងនេះព្រោះគាត់អ្នកយកខ្ញុំចូលជូនពរឲ្យ Neo Film កាន់តែជោគជ័យទាំងមេទាំងកូនចៅទាំងអស់គ្នាណា